សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃមុនខ្ញុំចេញវីដេអូហ្នឹងខ្ញុំបានសម្ដែងទៅលើ ABA ទេហើយគឺខ្ញុំនិយាយជារួមខ្ញុំបានសម្ដែងទៅលើណាគេខ្ញុំនិយាយជារួមហើយខ្ញុំឃើញវីដេអូរបស់ធនាគារ ABA មួយគាត់ចេញវីដេអូបញ្យលមកគឺបានល្អខ្លាំងអញ្ចឹងនេះជាប់គណនីហ្នឹងគឺចេញពណ៌ក្រហមដែលមានពាក្យថា domain អញ្ចឹងបើសិនជាបងប្អូនណាដែលមានបញ្ហានឹងយូរហើយចាអាចបើកដំណើរការឡើងវិញបានហ្នឹងគឺឥឡូវគឺ free ខ្ញុំមិនដឹងថាគាត់ update យូរនៅខ្ញុំអត់បានដឹងព័ត៌មានហ្នឹងខ្ញុំទៅតែឃើញវីដេអូមួយដែលភ្ញៀវគាត់ដែលបងប្អូនគាត់ share ឲ្យខ្ញុំណាអញ្ចឹងបងប្អូនដែលមានបញ្ហាទុកចោលឬក៏អត់ហ៊ានប្រើប្រាស់ឥឡូវគឺអាចបើកដំណើរការឡើងវិញដោយអត់មានគិតថ្លៃអីទេប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់បងប្អូននេះបញ្ជាក់ហើយបញ្ជាក់ទៀតណាបងប្អូនត្រូវដោះសិននេះដោះក្រហមនេះអញ្ចឹងវិធីដោះបងប្អូនចូលទៅមើលវីដេអូរបស់គេបង្ហាញណែនាំនឹងទៅចាដោះហើយ confirm ចុងក្រោយហើយចូលមកឆែកម្ដងទៀតថាវាបាត់អាក្រហមនឹងនៅនេះបាត់អាក្រហមនេះនៅចាបើសិនជាបាត់ហើយយើងអាចដំណើរការបានធម្មតាវិញហើយប្រសិនជាបងប្អូនអត់ចេះដោះវាតាមទូរស័ព្ទដៃទេអត់ចេះប្រើទេឬក៏យើង log អត់ចូលទេចូលទៅ office ជួបបុគ្គលិកឲ្យគេដោះឲ្យអញ្ចឹងគឺយើងអាចបើកដំណើរការ free អានេះខ្ញុំនិយាយចំពោះដែលវីដេអូ FA គាត់បង្ហាញចេញមកអញ្ចឹងក្រៅពីនឹងធនាគារផ្សេងៗដែលបងប្អូនកំពុងតែប្រើប្រាស់ចាអាចតំណងសួរព័ត៌មានបន្ថែមទៅបុគ្គលិកគេបានចាទៅជួប office គេបានណាបងប្អូនអរគ្នាពួកអីខ្ញុំនិយាយជាទូទៅជារួមហើយរាល់ព័ត៌មានដែលខ្ញុំនិយាយទៅហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនយល់ដឹងពីចំណុចបន្តិចតូចតាចដែលយើងអត់បានដឹងចាហើយយើងគួរតែដឹងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់សេវាកម្មធនាគារបងប្អូននឹងដឹងឆ្ងល់ថាអូអ្វីដែលយើងត្រូវសួរគេខ្លះអញ្ចឹងការពីថ្ងៃក្រោយពួកអីពេលខ្លះអាចថាបុគ្គលិកគេប្រាប់យើងអត់អស់ហើយពួកអីវាមានលក្ខខណ្ឌតូចច្រើននៅក្នុងហ្នឹងប៉ុន្តែបើសិនជាបងប្អូនមួយចំនួនដែលគាត់បានស្គាល់ខ្ញុំធ្លាប់ជួបខ្ញុំពីមុនហើយគឺបងប្អូនក៏ជាដឹងហើយសឹងតែថារៀបរាប់កលការលំអិតជូនដល់បងប្អូនទាំងអស់ហ្មងជាពិសេសត្រង់ចំណុចសេវាសេវា fee ផ្សេងគឺប្រាប់ច្បាស់ហ្មងហើយខ្ញុំជឿជាក់ថាជាគ្រប់ធនាគារទាំងអស់គាត់ព្យាយាមអាប់ដេតថ្មីជួយសម្រួលសេវាកម្មអតិថិជនទាំងអស់ខ្ញុំនិយាយមែនណាខ្ញុំអត់សំដៅលើអ្នកណាគេមួយទេចាគ្រប់ធនាគារអ្នកខ្លះក៏គាត់ចាប់ផ្ដើមវេវសេវានឹងចេញឲ្យតែភ្ញៀវគាត់ប្រើវិញគឺគាត់គាត់វេវសេវានឹងចេញចាខ្លះគឺគាត់ free សេវានឹងអត់ដាក់តែម្ដងក៏មានដែរចឹងសម្រាប់ព័ត៌មានលម្អិតណាបងប្អូនសាកសួរព័ត៌មានគ្រប់កន្លែងដែលបងប្អូនបានទៅបើកចាអាចទៅបើកប្រើប្រាស់ហើយសម្រាប់បងប្អូនណាដែលគាត់អត់ដែរប្រើសោះចាពេលដែលយើងទៅបើកទៅយើងនឹងអាចដឹងចំណេះដឹងផ្សេងដែលខ្ញុំបានបង្ហាញគឺបងប្អូនដឹងពីចំណុចសំខាន់ណាខ្លះដែលយើងត្រូវសួរទៅបុគ្គលិកនៅពេលដែលយើងទៅប្រើប្រាស់ធនាគារ